Mà số đây nữa thế thấy nhâm nhiên người đến mỗi một hai thì function left and right នៅក្នុង Excel បាទសូមបញ្ជាក់បង្ហាញថាគ្រប់គ្នាអាចដឹងហើយសម្រាប់ function left ហើយនិង right ហើយនឹងចេះប្រើប្រាស់វាហើយគ្រប់គ្នានៅតែមិនតាន់ចេះអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញសັບសម្រាប់អ្នកដែលមិនតាន់បានប្រើនៅ function នេះអូខេអញ្ចឹងខ្ញុំចាប់តាមអ្នកគ្នាអញ្ចឹងខ្ញុំបើក Excel មួយអញ្ចឹងខ្ញុំយកទៅនេះអូខេអញ្ចឹងខ្ញុំយកចា៎អូខេអញ្ចឹងខ្ញុំអាចការទាញយកតំណ័យ function left ហើយនឹង right មានន័យថាយើងត្រូវការទាញយកតំណ័យពីផ្នែកខាងស្ដាំឬក៏ផ្នែកខាងឆ្វេងមានន័យថាពីឆ្វេងឬក៏ពីស្ដាំនិយាយអញ្ចឹងអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំ focus ទៅលើសំដៅទៅលើ column មួយនេះក្នុង cell name អូខេអញ្ចឹងខ្ញុំអាច copy យកតែមួយចំនួនទេអូខេហើយយកតំណ័យបានដែរប៉ុណ្ណេះចុះធ្វើការ copy វាខ្ញុំបង្កើតថ្មីមួយទៀតកាន់កម្មឃើញដាក់វាអូខេបាទអញ្ចឹងនេះគឺតំណ័យដែលខ្ញុំបាន copy មិញអូខេបន្ទាប់មកឧទាហរណ៍ថាខ្ញុំត្រូវការទាញតំណ័យពីខាងនេះទាញអក្សរ3អក្សរផ្នែកខាងឆ្វេងអញ្ចឹងកាលណាយើងនិយាយថាទាញអក្សរ3អក្សរផ្នែកខាងឆ្វេងយើងសំដៅទៅលើ left function ហើយអញ្ចឹងយើងចាប់ផ្ដើម insert column មួយហើយយ៉ាងនេះអញ្ចឹងឧទាហរណ៍ថាអូខេអញ្ចឹងខ្ញុំត្រូវការទាញយក3អក្សរនៅផ្នែកខាងឆ្វេងអញ្ចឹងអាចស្វែងរកស្មើ left តទៅពីស្មើ left មកអាចចុច tab មួយមកតបមកយើងនឹងឃើញរូបមន្តវាតិច number of char តិចមានន័យថាយើងទាញចង់ទាញយកតំណ័យពី row មួយណាឬក៏ពី cell មួយណាឬក៏ពី column មួយណាយើងនិយាយថា cell ទៅពី cell មួយណាអញ្ចឹងគាត់ថាខ្ញុំចង់ទាញយកតំណ័យពី cell មួយនេះគឺ I2 បាទអញ្ចឹង number of character អញ្ចឹងយើងត្រូវការទាញយកចំនួនប្រមាណ character មានន័យទាញយកតួអក្សរប្រមាណ character ពី cell មួយនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវការយកតែ3តួអក្សរទេខ្ញុំវាយ3តមកបិទគ្នាវិញមកបិទវងខ្យល់ enter អញ្ចឹងយើងឃើញថាវានឹងទាញយកតម្លៃរាប់ដោយរាប់ពីឆ្វេងមកចំនួន3អក្សរឧទាហរណ៍ថាឥឡូវខ្ញុំទាញយក4អក្សរបាទវានឹងរាប់ពីឆ្វេងមក4អក្សរបាទថាយក7អក្សរបាទវានឹងទាញពីខាងឆ្វេងមក7អក្សរអញ្ចឹងអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយកតែ3ទេបាទអូខេអញ្ចឹងយើងអាច double click ទៅលើដាក់ម៉ៅឲ្យចេញជាចំណុចអញ្ចឹងមកហើយយើង double click លើវាអូខេអញ្ចឹងមានន័យថាខ្ញុំទាញយកតំណ័យពី row មួយនេះដោយទាញយកតែ3អក្សរទេអញ្ចឹងគាត់ថាខ្ញុំ insert មួយទៀតខ្ញុំយកផ្នែកខាងស្ដាំវិញអញ្ចឹងខ្ញុំសំដៅទៅលើផ្នែកខាងស្ដាំឧទាហរណ៍ថាខ្ញុំត្រូវការយកតួអក្សរ2តួផ្នែកខាងស្ដាំអញ្ចឹងខ្ញុំប្រើរូបមន្តផ្នែកខាងស្ដាំខ្ញុំប្រើ right បាទតមកតិចអញ្ចឹងតិចខ្ញុំទាញមកពី cell ពី row E2 ពី cell E2 មានន័យ cell គឺ row ប្រសពជាមួយនឹង column យើងបានជា cell មួយអញ្ចឹងខ្ញុំទាញយកតែ2អក្សរទេអូខេតោះនេះគឺ enter បាទអញ្ចឹងវានឹងទាញយក2អក្សរដោយរាប់ចាប់ពីផ្នែកខាងស្ដាំទៅណា
បាទហ្នឹងគឺជា left function អញ្ចឹងយើងអាច double click ដូចគ្នាដាក់ចំណុចមកអញ្ចឹងយើងបាន 1A 1B 1C 1D អញ្ចឹងបន្តមកឧទាហរណ៍ថាខ្ញុំចង់ទាញយកតម្លៃអក្សរកណ្ដាលនេះឯកណ្ដាលនេះមិញយើងបានប្រើទាញយកពីផ្នែកខាងឆ្វេងនិងផ្នែកខាងស្ដាំចុះឧទាហរណ៍ថាខ្ញុំត្រូវការយកទៅអក្សរប្រមាណ2 4 2 4 7តួនៅផ្នែកខាងក្ដារតែយើងត្រូវធ្វើម៉េចអញ្ចឹងខ្ញុំ insert column មួយទៀតអូខេអញ្ចឹងខ្ញុំយកតែផ្នែកតួអក្សរ7តួនៅផ្នែកខាងក្ដាលទេអញ្ចឹងឧទាហរណ៍ខ្ញុំប្រើ left function បាទអញ្ចឹង left i2 ដូចគ្នាបាទអញ្ចឹង left i2 អញ្ចឹងខ្ញុំរាប់ពីឆ្វេងមកខ្ញុំរាប់ចាប់ពីនេះចាប់ពី32លេខទៅមានន័យថាខ្ញុំត្រូវយកត្រឹមនេះមានន័យថាខ្ញុំត្រូវយកត្រឹមនេះទេគឺ7តួអក្សរនេះអញ្ចឹងខ្ញុំប្រើ left ក៏បានខ្ញុំប្រើឥឡូវខ្ញុំឧទាហរណ៍ខ្ញុំប្រើ left បាទអញ្ចឹងខ្ញុំប្រើ left ខ្ញុំប្រើ i2 អញ្ចឹងខ្ញុំរាប់ពីឆ្វេងមក u21 នេះមានន័យថា3តួបន្ទាប់មកhyphen មួយទៀតអញ្ចឹងថា4តួបូកនឹង7វា11អូខេអញ្ចឹងយើងវាយ11អូខេអញ្ចឹងវានឹងទាញ11អក្សរណាវានឹងទាញ11អក្សរផ្នែកពីឆ្វេងមកអញ្ចឹងតែខ្ញុំត្រូវការតែ7តួអក្សរទេអញ្ចឹងវាមានដល់11ឥឡូវអញ្ចឹងខ្ញុំចាប់ដើមកាត់វាចោលទៀតខ្ញុំប្រើក្នុងនឹងខ្ញុំប្រើ rai វិញក្នុង left ហ្នឹងខ្ញុំប្រើ rai ទៀតអញ្ចឹងមានន័យថាក្នុង11តួអក្សរនេះអូខេអញ្ចឹងខ្ញុំអាចប្រើ function rai ខ្ញុំទាញពីផ្នែកខាងស្ដាំវិញបាទ rai នៃ11តួអក្សរនេះដោយខ្ញុំយកតែ7តួពីស្ដាំមកទេអញ្ចឹងខ្ញុំយក7បាទអូខេអញ្ចឹងយើងឃើញថាបាទហេតុអីយើងកន្លែងនេះយើងអ្នកមួយចំនួនគឺច្រឡំហើយពិបាកនឹងយល់ត្រង់នេះអញ្ចឹងយើងឃើញថាឥឡូវខ្ញុំឧទាហរណ៍ថាដំបូងឡើយខ្ញុំត្រូវការទាញយកតួអក្សរ7នេះត្រឹមនេះអញ្ចឹងយើងរាប់ទៅ1 2 3 4 5 6 7ត្រឹមនេះ7នេះបន្ថែមនឹង4នេះគឺ11អញ្ចឹងខ្ញុំត្រូវការយក left 11អញ្ចឹង i2 11តួខ្ញុំត្រូវការយក11តួសិនអញ្ចឹងវានឹងទាញយក11តួផ្នែកខាងឆ្វេងបន្ទាប់មកគឺឥឡូវយើងមាន11តួអញ្ចឹងខ្ញុំត្រូវការទាញយក11តួហ្នឹងពីផ្នែកខាងស្ដាំវិញនេះខ្ញុំឃើញថាអញ្ចឹងខ្ញុំទាញយកពីស្ដាំមកយើងរាប់ពីស្ដាំមកគឺ7ទេណាអញ្ចឹងយើងប្រើរូបមន្ត rai អញ្ចឹងពីផ្នែកខាងស្ដាំមកបន្ទាប់មកនេះយើង rai ចំនួន11តួនេះអក្សរ11តួនេះហើយយើងយកតែ7តួទេពីស្ដាំមកអូខេអញ្ចឹងយើងឃើញថាយើងទទួលបានតួអក្សរនៅចន្លោះកណ្ដាលនេះគឺ7តួផ្នែកកណ្ដាលនេះយើងក៏អាចប្រើរូបមន្ត rai មុនបានដូចគ្នាឥឡូវយល់អស់តែម្ដងទៅខ្ញុំ insert មួយទៀតខ្ញុំប្រើ rai ណាខ្ញុំប្រើ rai អញ្ចឹងខ្ញុំទាញយកពី column ដូចគ្នាពី cell ដូចគ្នា i2 អញ្ចឹងខ្ញុំរាប់ពីស្ដាំទៅមាន a1 2 3 4 5 3និង7គឺ10បាទអញ្ចឹងគឺ10ពីស្ដាំទៅ10អញ្ចឹងខ្ញុំ enter មួយសិនឲ្យយល់អញ្ចឹងគឺ10តួអក្សរពីស្ដាំទៅអញ្ចឹងយើងឃើញថាចាប់ពី AMR រហូតដល់ 1A ហ្នឹងគឺមាន10តួអក្សរអញ្ចឹងខ្ញុំត្រូវការយកតែ AMR ដែល0032ដែលមាន7តួទេអញ្ចឹងខ្ញុំប្រើ rai ហើយបន្ទាប់មកខ្ញុំទាញយកពីខាងស្ដាំវិញឲ្យពីខាងឆ្វេងវិញព្រោះឥឡូវគឺយើងបានខាងឆ្វេងហ្នឹងគឺមានត្រឹមអក្សរ A ដែលយើងចាប់ចង់បានហើយណា AMR ហ្នឹងអញ្ចឹងខ្ញុំត្រូវការទាញយកតែ7តួអក្សរខាងឆ្វេងទេអញ្ចឹងខ្ញុំប្រើ left មកបន្តមកគឺ left
left 10តួអក្សរទាំងអស់នេះក្នុង10តួអក្សរនេះខ្ញុំយកពីឆ្វេងទៅតែ7តួទេអូខេអញ្ចឹង enter អញ្ចឹងគឺដូចគ្នាណាបាទអញ្ចឹងគឺយើងអាច double click លើវាមកអានេះដូចគ្នា double click លើវាមកអូខេបាទអញ្ចឹងគឺនេះគឺជាការប្រើប្រាស់រូបមន្តនៅក្នុង Excel ដោយ left និង right អូខេអញ្ចឹងសូមបញ្ចប់តែប៉ុណ្្នឹង